សួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំមានចំណុចមួយដែលគួរឲ្យបងប្អូនអរគ្នាប្រុងប្រយ័ត្នគឺខ្ញុំបានទទួលសារពីខាង Telegram បងប្អូននេះគេថាគណនីរបស់ខ្ញុំនឹងត្រូវបានរកឃើញថាជាគណនីនិម្មិតអញ្ចឹងបងប្អូនហើយដើម្បីការពារកុំឲ្យមានបញ្ហាឲ្យយើងនឹងធ្វើការចុចនៅ link អញ្ចឹងអាហ្នឹងគឺជាកន្លែងដែលពួក hacker វាផ្ញើមកអញ្ចឹងបើសិនជាយើងអត់ដឹងទេយើងកុំចុចឲ្យសោះបងប្អូនអា link ហ្នឹងអានេះគឺវាពួក hacker ចង់បាន Telegram របស់យើងតែយើងអត់ដឹងចុចទៅចុចចូល link ហ្នឹងគឺ Telegram ហ្នឹងគឺវានឹង hack យកបងប្អូនអញ្ចឹងអាហ្នឹងគឺកន្លែងហ្នឹងឲ្យបងប្អូនអរគ្នាគួរឲ្យប្រុងប្រយ័ត្នមិនថាជាគណនី Telegram ទេបងប្អូនមិនដូចជាគណនីធនាគារភាគច្រើនគឺក៏មានអញ្ចឹងដែរបងប្អូនវាផ្ញើមកឲ្យយើងចុច link អញ្ចឹងបងប្អូនអរគ្នាត្រូវតែប្រុងប្រយ័ត្នមែនទែនចង់និយាយថាសារដែលវាផ្ញើមកអញ្ចឹងគឺផ្សិតបោកបងប្អូនសិតតែ hacker យកទេបើសិនយើងចុចទៅភាគច្រើនបើនៅខាងកូរ៉េនេះវិញអាមេសារអញ្ចឹងយើងភាគច្រើនអ្នកថ្មីអត់ដឹងឃើញលោតសារមកឲ្យអាប់ដេតឬក៏ឲ្យអាប់ក្រេតគណនីធនាគារអញ្ចឹងបងប្អូនហ្នឹងហើយរកឃើញថាមានបញ្ហាអញ្ចឹងឲ្យយើងចុច link ដើម្បីកែសម្រួលឬក៏អាប់ដេតថ្មីអញ្ចឹងអាដល់ពេលយើងចុចទៅគឺលុយនឹងកុងគឺបាត់អស់លេងគឺវា hacker យកហ្មងបងប្អូនអត់តែមានលោតសារអញ្ចឹងយើងអត់ដឹងចុច link ហ្នឹងអញ្ចឹងពួក hacker វាចូលតាមរយៈអញ្ចឹងពេលវាផ្ញើ link មកយើងចុចទៅដូចបើកផ្លូវវាចូលក្នុងទូរស័ព្ទដៃយើងអញ្ចឹងហ្នឹងហើយអញ្ចឹងវីដេអូមានប៉ុណ្ណឹងបងប្អូន